សូមស្វាគមន៍មកកាន់សារ៉ាត់ EDU នៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញរបៀបដាក់មាតិកាដោយអូតូលក្ខណៈបែបខ្លីៗងាយៗនិងស្រួលយល់អញ្ចឹងយើងចូលអញ្ចឹងមាតិការបស់យើងគឺកន្លែងនេះអត់ទាន់មានអីទេអញ្ចឹងកន្លែងនេះខ្ញុំបាន copy ឯកសារដាក់ចូលដើម្បីឲ្យមានឯកសារស្រាប់ដើម្បីយើងនឹងចូលធ្វើដោយការកំណត់ដើម្បីមាន heading អញ្ចឹងដើម្បីយើងកំណត់មាតិកាឲ្យបានអូតូបានទីមួយយើងត្រូវតែកំណត់ heading សិនគឺ heading 1 អញ្ចឹងមុនការកំណត់យើងមកស្ដាប់ទៅលើវាហើយយកពាក្យថា modify អញ្ចឹងកន្លែងហ្នឹងយើងកន្លែងនេះបើគេណែបើវាអត់ទាន់មាន text ទេយើងត្រូវតែ text ឲ្យវាហើយយកពាក្យថា format ហើយយកពាក្យថា font អញ្ចឹងកន្លែងនេះកុំព្យូទ័ររបស់ខ្ញុំបានកំណត់ហើយអញ្ចឹងកន្លែងនេះបើកុំព្យូទ័ររបស់យើងអត់តមានកំណត់ទេយើងកំណត់ជ្រើសរើស font មកយើងចង់បាន font មួយគេអញ្ចឹងចំណងជើងធំគេដាក់ font ខ្មែរ OS Moonlight អញ្ចឹងកន្លែងនេះយើងដាក់ font ខ្មែរ OS Moonlight ដែរមកហើយយើងយកទំហំហើយយើង color font color យើងយកពណ៌អីបើយើងយកពណ៌ខ្មៅយើងយកពណ៌ខ្មៅមកហើយកន្លែងនេះយើងមិនចាំបាច់ text អីទេហើយយើងយកពាក្យថា OK ហើយសំខាន់មួយទៀតយើងពេលយើងចុច OK ហើយយើងទៅរើសអក្សររបស់យើងគឺចង់វានៅទីតាំងណាព្រោះថាភាគច្រើនចំណងជើងធំវានៅចំកណ្ដាលអញ្ចឹងយើងដាក់ចំកណ្ដាលមកហើយបាទយើងចុច OK អញ្ចឹងពេលនេះយើងគ្រាន់តែយើងជាអត់វាអត់តាន់កំណត់ទេអញ្ចឹងដើម្បីយើងកំណត់យើងដាក់មកយើងនៅខាងឆ្វេងដៃរបស់នៃអក្សររបស់យើងហើយយើងចុចពាក្យថា heading 1 អញ្ចឹងកំណត់បានហើយកំណត់មកវាចេញសញ្ញាព្រួយចុះក្រោមយ៉ាងប្រឆិតចឹងអញ្ចឹងដើម្បីយើងចង់ឲ្យច្បាស់ថាវាកំណត់ heading បានអត់យើងយកមកយើងចុចកន្លែង heading មកហើយយកពាក្យថា heading ពីឃើញវា load មកជាប់ចូលហើយអញ្ចឹងកន្លែងនេះ 1.6 អញ្ចឹងកន្លែងនេះខ្ញុំអត់បានចុចទេអញ្ចឹងកន្លែងនេះមិនមានខ្ញុំអស់ជួយមើលសិនអញ្ចឹងកន្លែងនេះខ្ញុំដាក់ name សិនមកអូខេអញ្ចឹងវាចេញតែមួយនេះទេអញ្ចឹងមានចឹងថាមានចំណងជើងតូចគេថាចំណងជើងតូចយើងយកពីតែ heading 2អញ្ចឹងការកំណត់របស់វាដូចតែគ្នាទេមកស្ដាប់ modify ហើយកន្លែងនេះយើងយកពីតែ font ទំហំរបស់វាយើងបដូរមកដាក់12វិញ color ពណ៌ខ្មៅដដែលហើយយើងរើសកន្លែងនេះយើងយកអក្សរយើងរត់ពីខាងឆ្វេង align ឆ្វេងអញ្ចឹងយើងចុច OK មកអូខេអញ្ចឹងដើម្បីយើងនេះគាត់ឲ្យចុច heading ធំមកវា load ដែរជាheading ឲ្យយើងអូតូដែរអញ្ចឹងកន្លែងនេះយើងកំណត់ហើយយើងគាត់ថាចុចheading 2 heading 2យើងកំណត់តាមម្ដងយើងបានប្រើប្រាស់បានហើយអស់ហើយនេះនៅសល់ 1.10 1.7 អស់ហើយរួចហើយអញ្ចឹង heading របស់យើងកំណត់ហើយដើម្បីឲ្យវាចេញមាតិកាអូតូជាងកន្លែងហ្នឹងយើងត្រូវមើលឲ្យច្បាស់បន្តិចគឺកន្លែងហ្នឹងសំខាន់អញ្ចឹងកន្លែងនេះបើយើងចង់បិទវាសិនក៏បានយើងចុចខ្វែងមកអញ្ចឹងកន្លែងហ្នឹងសំខាន់យើងចូលពាក្យថា reference ហើយយកពាក្យថា table of content អញ្ចឹងកន្លែងនេះតម្រងនៃcontent របស់យើងយកមួយណាអញ្ចឹងភាគច្រើនគេយកលើនឹងមកឃើញ content របស់យើងចេញមកអូតូដែរអញ្ចឹងកន្លែងនេះបើយើងសិនជា PDF គ្រាន់តែយើងចុចកន្លែងលេខ3ចុងក្រោយនេះវារត់ទៅទំព័រ page ទី3ដោយអូតូដែរអញ្ចឹងគិតថា content កន្លែងនេះយើងអាចកែបានយើងសេមាតិកាក៏បានដែរមាតិកាអញ្ចឹង font ក៏យើងអាចដូរបានដែរយើង select ទៅលើវាចូល home ហើយយើងរើស font មកយើងចង់បាន font មួយណាទំហំប៉ុណ្ណាយក14មាតិកាយកខ្មែរ OS Moonlight 16ឧទាហរណ៍ចំកណ្ដាលយើងដាក់ចំកណ្ដាលមក align content នៅចំកណ្ដាល អញ្ចឹងគាត់ថាយើងដូរ font ឡើងនេះហើយតើកន្លែងយើងកំណត់ heading នៅក្នុង
ចំពោះទី1ខាងក្រោមហ្នឹងវាដូរអត់អញ្ចឹងកន្លែងហ្នឹងគឺអត់ដូរទេអូខេវានៅដដែលអញ្ចឹងមេតិការបស់យើងកាត់ឡើងបានដោយអូតូអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេបាយបាយសូមអរគុណកុំភ្លេចជួយ Subscribe និងរួចចុចសញ្ញាកណ្ដឹងនឹងទទួលបាននៅវីដេអូថ្មីៗ